សួស្តីពុកម៉ែបងប្អូនបាទថ្ងៃខ្ញុំមានជីវីដេអូមួយបង្ហាញពីសកម្មភាពបាទទៅកាត់រថយន្តផ្ទាល់ពីអ្នកប្រើបាទគឺ Ford Valtrac 019ពុកម៉ែបងប្អូនដែលកំពុងស្វែងរកប្រភេទ pick up បន្តិចខ្លាញ់គោ Ford Valtrac ម៉ាស៊ីនធំបាទពុកម៉ែបងប្អូនអាចតំណមកមើលមកគ្រឿងនេះបានធានាជូនតែពេញចិត្តតែម្ដងពុកម៉ែបងប្អូនមកឡាននេះគឺថ្មីទឹកថ្នាំស៊ីនបជុំហើយនេះគឺជាវីដេអូជាក់ស្ដែងពុកម៉ែបងប្អូនបាទដែលខ្ញុំបានថតនៅក្នុងផ្ទះតែម្ដងបាទឡាននេះគឺអត់ទាន់រៀបចំសម្អាតប៉ូលីអីទេប៉ុន្តែឡាននេះគឺថ្មីតែម្ដងពុកម៉ែបងប្អូនបាទដោយសារតែការប្រើប្រាស់របស់ម្ចាស់បាទគឺគាត់ថែខ្លាំងមែនទែនឡាននេះទៅនឹងផ្លាស់ប្ដូរសបកកង់ថ្មីហើយបាទទៅនឹងបិទស្គូតហើយរួចរាល់ផងដែរបាទគឺម្ចាស់គាត់គឺថែមែនទែនពុកម៉ែបងប្អូនសម្រាប់ Ford Valtrac 019មួយគ្រឿងនេះកន្លងមកគឺខ្ញុំធ្លាប់ទិញប្រភេទឡាន pick up ច្រើនដែរបាទប៉ុន្តែសម្រាប់គ្រឿងគឺមើលពេញភ្នែកតែម្ដងពុកម៉ែបងប្អូនបាទសូម្បីតែយ៉ាន់ទាំង4គ្រាប់បាទអត់មានកដិតកលាញឬក៏សឹកកែមឬក៏លបកថ្នាំអីទេបាទគឺនៅថ្មីសំណុំស៊ីនសំណុំដើមពុកម៉ែបងប្អូនបាទអត់មានសឹកកែមឬក៏ដាច់រលាត់ត្រង់ណាទេបាទគឺនៅថ្មីតែម្ដងចំណែកឯផ្នែកខាងក្នុងក៏ថ្មីមិនធម្មតាដែរពុកម៉ែបងប្អូនបាទទៅលើដៃចង្កូតដៃលេខតាប់ឡូបាទអត់មានសឹកឬក៏ប្រេះស្រាមអីទេបាទសូម្បីតែកៅអីតកង់ភាគច្រើនខ្ញុំទិញកន្លងមកបងប្អូនបាទភាគច្រើនគឺមានដាច់រលាត់នៅកន្លែងកៅអីតកង់ដោយសារតែឡានខ្លះគាត់ប្រើច្រើនមកក៏មានសឹកមានដាច់រលាត់ប៉ុន្តែសម្រាប់ Valtrac 19មួយគ្រឿងនេះបាទគឺថ្មីទៅលើពូកៅអីពូតកង់បាទអត់មានសឹកឬក៏ដាច់រលាត់ត្រង់ណាទេបាទគឺថ្មីមែនតើហើយសម្រាប់គីឡូឡានមួយគ្រឿងនេះវិញបាទតែ60000គីឡូយើងទេបាទគឺគីឡូស៊ីនតាមដល់ពុកម៉ែបងប្អូនបាទនិយាយរួម Valtrac 19មួយគ្រឿងនេះបាទគឺថ្មីបាទថ្មីពេញចិត្តតែម្ដងពុកម៉ែបងប្អូនបាទសម្រាប់អ្នកប្រើប្រចាំថ្ងៃមកលើ Ford Valtrac 19មួយគ្រឿងបាទគឺបងស្រីបាទគាត់ជាមនុស្សស្រីទេប៉ុន្តែគាត់ចូលចិត្តឡានតែប្រភេទ pick up ឡានធំហើយពីអ្នកប្រិយប្រពន្ធគាត់បាទគឺប្រើ Valtrac ទាំងពីរប៉ុន្តែសម្រាប់ឡានបងប្រុសរៀងទូកបន្តិចបាទដោយសារគាត់ប្រយុទ្ធខេតតែសម្រាប់ឡានបងស្រីវិញបាទគឺថ្មីបាទមើលគឺពេញចិត្តតែម្ដងពុកម៉ែបងប្អូនបាទមើលហើយគឺអត់ចង់ដើរចេញទេបាទទោះថ្លៃយ៉ាងណាក៏ទិញដែរបាទសម្រាប់ Valtrac 19មួយគ្រឿងនេះឥឡូវកុំអោយខ្ញុំអួតថាថ្មីខ្ញុំបង្ហាញផ្នែកប្លុកម៉ាស៊ីនជូនពុកម៉ែបងប្អូនតែម្ដងប្លុកម៉ាស៊ីនពុកម៉ែបងប្អូនបាទទៅលើក្លុកលាតខ្ចៅខ្ចងដូចជាជើងដំបូលក្លុកលាតទៅលើខ្ចៅថ្ពាល់បាទទៅមកសោក៏ដែរពុកម៉ែបងប្អូនបាទសណាមដោះក៏គ្មានដែរបាទសណាមប្រហើថ្នាំពីលើខ្ចៅក៏គ្មានដែរធានាជូនប្រភេទឡានថ្មីឡានមិនមានបបត់បុកប៉ះនៅសំណុំស៊ីនសំណុំដើមសម្រាប់ពុកម៉ែបងប្អូនដែលមានចំណាប់អារម្មណ៍និងស្រឡាញ់មកលើ Valtrac 19មួយគ្រឿងនេះបាទហើយជាវទៅកំភៃខាងខ្ញុំក៏មានការធានាជូនត្រឹមត្រូវទៅលើមិនបុកមិនកាត់តមិនស្ងោបដូរពណ៌ជាពិសេសបាទគឺធានាទៅលើឯកសារត្រឹមត្រូវស្របច្បាប់កាត់ឈ្មោះបានក្នុងករណីឯកសារមិនស្របច្បាប់កាត់ឈ្មោះមិនបានបាទធានាជូនសងលុយពុកម៉ែបងប្អូនវិញបាទអត់បាត់មកកាក់ម៉ាស៊ីនទេបាទធានាជូនតែម្ដងមិនថាពុកម៉ែបងប្អូនចង់ទិញដាច់បងរំលោះឬក៏វាយដូរបាទអាចណាត់មកមើលបានបើកតេស្តសាល់បងបានពេញចិត្តបាទស្រឡាញ់ចាំនិយាយតម្លៃគ្នាហើយខាងខ្ញុំធានាជូនបាទតម្លៃគឺពិសេសជូនពុកម៉ែបងប្អូនយកទៅប្រើប្រាស់តែម្ដងបាទតម្លៃគឺពិសេសតែម្ដងមិនថាផ្នែកប្លុកម៉ាស៊ីននិងជើងក្រោមទេបាទថ្មីសំណុំស៊ីនសំណុំដើមឡានអត់ដែលម៉ាស្សាឬក៏ទៅបាញ់ទឹកក្តៅអីទេពុកម៉ែបងប្អូនបាទគឺនៅសំណុំស៊ីនសំណុំដើមខ្ចៅខ្ចងថ្មីតែម្ដងពុកម៉ែបងប្អូនបាទដែលបានជា Valtrac មួយគ្រឿងទៅប្រើបាទធានាជូនប្រភេទមួយទឹកតែថ្មីបាទពេញចិត្តតែម្ដងពិសេសតម្លៃបាទតែ30ជាងទេលក់ជូនពុកម៉ែបងប្អូនបាទទៅប្រើប្រាស់ហើយមានការធានាត្រឹមត្រូវជូនពុកម៉ែបងប្អូនទៀតហើយក៏សូមអរគុណបងប្អូនបាទសម្រាប់ការទស្សនាវីដេអូកុំភ្លេចជួយ like ជួយ share វីដេអូខ្ញុំមកបានច្រើនផងបាទអរគុណច្រើនបងប្អូន